មួយរយៈនេះខ្ញុំរៀងរវល់បន្តិចដូច្នេះហើយត្បូងរបស់ភ្ញៀវខ្ញុំកែច្នៃជូនភ្ញៀវនឹងរួចយូរហើយប៉ុន្តែអត់ទាន់បានចេញវីដេអូណាបងប្អូនអរគ្នាដោយសារតែខ្ញុំឡើងតែរវល់ធ្វើការកែត្បូងផាន់ខ្លួនឯងផងហើយនៅមានត្បូងដែលត្រូវរៀបចំឈូសឆរហើយដាក់ច្នៃហើយក៏ជាប់ត្បូងភ្ញៀវកំងច្រើនណាបងប្អូនអរគ្នាហើយនេះគឺជាសកម្មភាពដែលខ្ញុំឲ្យជាងធ្វើការច្នៃត្បូងភ្ញៀវដែលភ្ញៀវក៏ដាក់ឲ្យខ្ញុំជួយធ្វើការកែច្នៃឥឡូវហ្នឹងគឺយើងធ្វើការកែច្នៃរួចរាល់ហើយណាបងប្អូនអរគ្នាហើយត្បូងណាដែលមិនទាន់ស្អាតគឺយើងត្រូវសេរីជូនភ្ញៀវត្បូងខ្លះត្រូវកែរហូតដល់ទៅ2ដងដែរណាបងប្អូនអរគ្នាហើយត្បូងដែលដាក់មកដៃខ្ញុំនៅពេលដែលត្បូងមកដល់ហ្នឹងគឺខ្ញុំត្រូវតែយកចិត្តទុកដាក់និយាយរួមទៅគឺយើងច្នៃដោយរបស់ខ្លួនឯងអញ្ចឹងខ្ញុំចង់ថាឲ្យបានត្បូងដែលចេញពីក្នុងដៃខ្ញុំទៅឲ្យបានគុណភាពល្អចរណៃស្អាតដូច្នេះហើយគឺខ្ញុំត្រូវយកមកធ្វើការកែសម្រួលរហូតដល់ស្អាតបានឲ្យភ្ញៀវណាបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងនេះថាមានត្បូងចង់យកមកធ្វើការកែច្នៃឬក៏ចង់បានត្បូងធម្មជាតិអីផ្សេងទៀតអាចតាក់ទងមកខ្ញុំបានអរគុណ